សាធុទាំងនេះគឺជាខ្សែអានសម្លេងប្រធัวកូននៅពុកខ្សែលេខ4ចំហៀងទី1កូនណានៅក្នុងព្រះមហាជនៈជាដកនឹងមានរឿងដែលព្រះមហាជនៈលេចសំពៅនោះទេពធីតាឈ្មោះមនីមេខាឡានឹងដែលត្រូវស្ដេចទេវតាចាត់ចែងដើម្បីឲ្យរក្សាមហាសមុទ្រគ្រប់គ្រងមើលមនុស្សល្អកុំឲ្យលិចលង់ស្លាប់ក្នុងសមុទ្រហ្នឹងក៏គង់រវល់សប្បាយរីករាយក្នុងកំណើតរបស់ខ្លួនជាទេវតារហូតដល់ទៅ7ថ្ងៃដែលមហាជនៈត្រូវហែលក្នុងមហាសមុទ្រនឹងទៅនឹកពិចារណាក្នុងមហាសមុទ្រនឹងឯងបានឃើញព្រះបរមពុរិស័ទនឹងអស់7ថ្ងៃបើព្រះបរមពុរិស័ទមិនប្ររពនៅសេចក្តីព្យាយាមហើយនឹងដោយប្រាជ្ញាឆ្លាតឆ្លៀសដើម្បីឲ្យបានរស់ទេត្រូវបាត់បង់ជីវិតទៅហើយចឹងឲ្យបានជាក្នុងបជាដកនឹងសម្ដែងពីរឿងព្យាយាមនឹងឯងជាបារមីមួយដ៏ខ្លាំងក្លាប៉ុន្តែសេចក្តីនេះខ្ញុំប្រកាសណាមិនរៀបរាប់អីតទៅទៀតទេគ្រាន់តែចង់បញ្ជាក់ថាសូម្បីតែពពួកទេវតាក្នុងកំណើតដែលជាឧបបត្តិទេពហ្នឹងក៏មិនមែនមើលគ្រប់គ្រងមនុស្សលោកនឹងឯងបានដិតដល់គ្រប់គ្រាគ្រប់ពេលវេលាទេឯចំណែកមេត្តាបិតានៅក្នុងផ្ទះនេះកូនប្រុសស្រីពិចារណាមើលដែលខ្លួនយើងជាកូនកើតមកហ្នឹងតើម៉ែឪយើងប្រមាថផ្លេសប្រហែសហ្នឹងយ៉ាងណាទៅខានឲ្យយើងបើកដោះមួយថ្ងៃហ្នឹងយើងបានរស់ទេនឹងយើងពិចារណាមើលហើយតាំងតែពីយើងបដិសន្ធិក្នុងផ្ទៃរបស់គាត់ម្លេះតើម៉ែយើងនឹងរក្សាយើងយ៉ាងណាដោយគាត់ធ្លាប់ពិសាក្តៅពិសាជូហិលអីហ្នឹងអញ្ចឹងដែលគាត់មានអំណត់អត់ធន់ខំវាខំតមនៅរបស់ទាំងអស់ហ្នឹងសំដីចំណងចង់យ៉ាងណាតែគាត់ត្រូវអត់ធ្មត់ព្រោះហេតុតែគាត់ជាទេវតាមានបំណងប្រាថ្នាឲ្យសេចក្តីសុខដល់កូនប្រុសស្រីតាមថែរក្សាកូនតាំងតែពីនៅក្នុងផ្ទៃកូនប្រុសស្រីកុំភ្លេចណាតែគុណគឺគុណណាសេចក្តីល្អនឹងណៃមិនមែនតែម៉ែដែលរក្សាគួរនឹងឪក៏រក្សាគួរដែរណាចឹងនឹងគឺខំប្រឹងប្រែងចាត់ចែងកិច្ចការងារសពគ្រប់ទាំងអស់សំដីកិច្ចការងារហ្នឹងម៉ែយើងធ្លាប់ធ្វើយ៉ាងណាដល់តែដឹងថាមានគូមានកូនក្នុងផ្ទៃឪហ្នឹងធានារ៉ាប់រងកិច្ចការងារហ្នឹងសំដីកិច្ចការរបស់មនុស្សស្រីក៏ឪយើងក៏ធ្វើជំនួសនឹងគឺមិនឲ្យម្ដាយយើងធ្វើកិច្ចការនឹងឯងត្រែងថាវាធ្ងន់ហួសវានាំឲ្យលំបាកដល់កូនក្នុងផ្ទៃនឹងហើយនៅនឹងចង្ក្រានភ្លើងឬក៏ហាលក្តៅអីនឹងយ៉ាងណាក្រែងលោវាលំបាកដល់កូនក្នុងផ្ទៃហើយក៏រ៉ាប់រងកិច្ចការងារហ្នឹងសពគ្រប់ទាំងអស់ជានិច្ចការរាល់ថ្ងៃនៅពេលដែលគួរហ្នឹងចាស់ហើយហ្នឹងបន្តិចបន្តួចប៉ុណ្ណឹងកាលណាបើយើងមិនបានសិក្សាឲ្យយល់ដឹងអញ្ចឹងណាទៅដោយអំណាចការដែលយើងចិត្តតែភ្លេចណាកន្លែងនេះក៏ភ្លេចបន្តិចទៅកន្លែងនោះភ្លេចបន្តិចទៅដល់អញ្ចឹងទៅនៅសល់គុណបន្តិចបន្តួចហើយគុណបន្តិចបន្តួចហ្នឹងខ្លួនឯងនឹងឯងដែលជាអ្នកចាប់ទោសកំហុសម៉ែឪកន្លែងនេះកន្លែងនោះវាលុបគុណម៉ែឪហ្នឹងទៅរហូតដល់ទៅបទុសរាយជាមួយម៉ែឪនឹងរហូតដល់តែម៉ែឪចាស់ទៅក៏មិនបានទំនុកម្រងថែរក្សានឹងជួនកាលខ្លួនឯងហ្នឹងនៅផ្ទះធំដុំស្អាតស្អំស្រឡះស្រឡំសបាយល្វឹងល្វើយមានសួនច្បារមានផ្កាហើយម៉ែឪហ្នឹងទៅនៅកលៀតខាងក្រោយអុកមកមុខអញ្ចឹងទៅក៏តែមានណាទៀតក្នុងបច្ចុប្បន្ននឹងមិនបានជាថែទាំទុកដាក់មេដាបិតានឹងឯងឲ្យបានជាព្រះឲ្យបានជាទីសក្ការៈគោរពបូជាឡើយនឹងក៏មកអំពីខ្វះការពិចារណាដល់គុណដែលមេដាបិតាបានធ្វើយ៉ាងណាខ្លះចំពោះខ្លួនឯងជាកូនមកនោះខ្លួនឯងមិនតន់ទាំងបានតបស្នងសងអីបន្តិចបន្តួចផងហើយក៏មានការប្រកែកប្រកាន់ចាប់ទោសកំហុសគាត់រឿងនេះរឿងនោះដោយថាគាត់នឹងឯងមិនស្អាតយ៉ាងនេះមួយយ៉ាងនោះមួយដោយសារគាត់ថាគាត់ទៅមានរោគយ៉ាងនេះមួយយ៉ាងនោះមួយដោយសារ
គាត់នឹងឯងរអ៊ូរតំច្រើននិយាយច្រើនអីយ៉ាងនេះជានោះចិត្តទៅចាប់ទោសចាប់កំហុសរបស់គាត់មិនតាមទាំងបានតបស្នងសងគុណគាត់ផងហ្នឹងចាប់ទោសកំហុសរឿងនេះរឿងនោះសពគ្រប់ទៅហើយហ្នឹងអញ្ចឹងបានទីខ្ញុំកណ្ដាលសម្បត្តិហ្នឹងចេះតែនឹករលឹកហើយសំដែងរឿយចឹងកូនប្រុសស្រីនឹកឃើញណាទៀតមេត្តាបិតាជាទេវតានៅត្រង់ការថែរក្សាទៀតទេវតានៅនឹងផ្ទះសប្ថ្ងៃហ្នឹងថែរក្សាយើងពីតូចមកហ្នឹងពិសេសហើយដែលយើងធំមកហ្នឹងយើងគិតថាយើងអាចដើម្បីធ្វើអីខ្លួនយើងបានទទួលទានបាយទៅណាមកណាអីដោយខ្លួនឯងប៉ុន្តែយើងគិតមើលដែលពីតូចមកយើងធ្វើអញ្ចឹងបានទេដាំបាយខ្លួនឯងបានទេទៅណាមកណាដោយខ្លួនឯងបានទេអាហ្នឹងយើងពិចារណាមើលអញ្ចឹងយើងត្រូវដឹងណាទៀតនៅក្នុងសេចក្តីនឹងមេត្តាបិតាដែលជាទេវតាលើកូនប្រុសស្រីណាពិចារណាឃើញហើយទៀតកូនប្រុសស្រីហ្នឹងណាជួនកាលយើងគិតពីរឿងទេវតាខាងក្រៅនឹងបានជាភ្លេចដល់ទេវតាខាងក្នុងណាហើយសង្ខេបប៉ុណ្ណឹងចុះហើយតទៅនិយាយអំពីមេត្តាបិតាហ្នឹងជាព្រះព្រំហ្នឹងនៅក្នុងព្រហ្មញ្ញសាសនាគេចាត់ថាជាអ្នកបង្កើតនៅសត្វលោកទៀតរហូតដល់ថាជាអ្នកបង្កើតទឹកដីនោះទៅទៀតណាបង្កើតទឹកដីបង្កើតអ្វីទាំងអស់បង្កើតមនុស្សលោកសត្វលោកនឹងឯងហើយអ្នកដែលប្រកាន់នៅសាសនាហ្នឹងក៏មានពិធីបន់ស្រន់បួងសួងសែនព្រេនដើម្បីអង្វរកសុំសេចក្តីសុខពីព្រះព្រំរហូតដល់មានពាក្យថាព្រំលិខិតហ្នឹងវាជាប់មានរហូតដល់ទៅថាយើងជាអ្នករាប់អានព្រះពុទ្ធសាសនាហើយហ្នឹងក៏នៅតែមានប្រើពាក្យព្រំលិខិតហ្នឹងផងដែរដោយសេចក្តីថាយើងបានសុខទុក្ខនឹងយ៉ាងណាវាសនានៃជីវិតយើងនឹងយ៉ាងម៉េចហ្នឹងគឺនៅលើព្រំហ្នឹងអ្នកគូសមកអ្នកចាមកអ្នកកំណត់មកក៏ប៉ុន្តែសូមឲ្យកូនប្រុសស្រីនឹងពិចារណាមើលទៅណានឹងមិនចំពោះទៅថាប្រព្រំទេទៅតាមសាសនាផ្សេងទៀតហ្នឹងក៏លើកយកព្រះនេះព្រះនោះក្នុងឋានសួគ៌នឹងឯងជាអ្នកចាត់ចែងរៀបចំវាសនាឲ្យមនុស្សហ្នឹងហើយក៏ធ្វើការអង្វរកឬក៏សុំយ៉ាងនេះសុំយ៉ាងនោះពីព្រះរបស់ខ្លួនហ្នឹងប៉ុន្តែឥឡូវយើងគិតមើលបើទេវតាហ្នឹងបើព្រះព្រំហ្នឹងបើព្រះហ្នឹងជាអ្នកចាត់ចែងមនុស្សលោកយើងគិតមើលដូចជាព្រះព្រំអញ្ចឹងយើងថាជាបុគ្គលប្រសើរចុះរឿងអីដែលត្រូវចាត់ឲ្យមនុស្សយើងហ្នឹងខុសគ្នាសម្បើម្លេះមនុស្សខ្លះកើតមកពិការពីកំណើតមកហើយមនុស្សខ្លះកើតមកក្រតតែមានទេនទៅអ្នកខ្លះកើតមកក្នុងគំនួរទ្រព្យសម្បត្តិហ្នឹងហើយខ្លះកើតជាសត្វអញ្ចឹងហើយតើព្រះនឹងយុត្តិធម៌ត្រឹមត្រូវនៅកន្លែងណាបើថាជាអ្នកបង្កើតសត្វលោកមិនក៏មិនបង្កើតឲ្យជាមនុស្សល្អឲ្យមានសេចក្តីសុខទាំងអស់ទៅបើថាជាព្រះគឺប្រសើរជាបុគ្គលពិសេសដែលយើងគោរពបូជាបើតើតែមានសេចក្តីល្អមានគុណអញ្ចឹងវាមិនអាចដើម្បីបង្កើតឲ្យមានមនុស្សក្រមនុស្សពិការមនុស្សលំបាកសពគ្រប់ហើយបើព្រះនឹងចេះបង្កើតដីទឹកភ្លើងខ្យល់មិនចាំបាច់បង្កើតខ្យល់ព្យុះទឹកជំនន់មកទៅអីរំជួយផែនដីទូភ្នំភ្លើងហើយនឹងវិបត្តិគ្រោះថ្នាក់ធម្មជាតិផ្សេងទៀតមកទៅអីបើព្រះជាអ្នកបង្កើតដីទឹកភ្លើងខ្យល់ហើយបើព្រះនឹងកាចសាហាវខូរខើអញ្ចឹងយើងនៅតែគោរពធ្វើព្រះដែរអានឹងប្រសិនបើមានព្រះជាអ្នកបង្កើតអញ្ចឹងមែនអានឹងយើងត្រូវអាស្រ័យសមត្ថភាពប្រាជ្ញាស្មារតីយើងខ្លួនឯងផ្ទាល់ពិចារណាមើលទៀតហ្នឹងដូច្នេះវាអត់មែននៅលើរឿងមានព្រះឯណាដើម្បីជាអ្នកបង្កើតសត្វលោកបង្កើតទឹកដីទន្លេសមុទ្រអីទាំងអស់ហ្នឹងទេណាគឺអ្វីវាប្រព្រឹត្តទៅតាមហេតុដ៏សមគួរដ៏ត្រឹមត្រូវប៉ុន្តែនៅក្នុងសេចក្តីនេះខ្ញុំក៏អាចសម្បត្តិនឹងបបួលញាតិញោមបងប្អូនកូនចៅនឹងពិចារណាមើលអំពីរឿងការលិខិតជីវិតឲ្យកូនប្រុសស្រី
mình chẳng bạch gì vậy ấy đó từ hai đây chia bạ ra mặt thua miền ạ vì chia tầm ha ba tiền cầm ấy chra nè thua năng về từ chư phần tay ở lấy nơi khăn nông open đi sẽ phải cháy đây chỉ hai ba triệu bón đây chỉ cá lị khách đây chỉ cá chặt cháy riệp chom khăn nông ba triệu bón để con prostate năng ấy ai năng bị chả là khơi năng đẹp prom khla bằng ơi ạt miền mục mọt ấy thế ra trên bằng ơi năng để thảo ạt miền mục năng mục prom miền buồn tiền từ mẹ ta cả na một thì ta ở cây khả bàn tay mìnhประกอบជាព្រំចិត្តតែមុខ4ទេព្រំខ្លះក៏អត់សូវមានមុខអីចឹងទៅអត់សូវមានមុខតែមិនគឺចង់និយាយពីមេដាអីដាខ្លះក៏មិនមែនសុទ្ធតែជាអ្នកមានព្រំវិហារដិតដល់ទេដែលបានសម្ដែងមកហើយអំពីខាងដើមអំពីគុណដ៏ធំធេងរបស់មេដាបិតាដែលជាព្រះអាចារ្យដែលជាព្រះទេពគឺទេវតាហ្នឹងគឺសម្ដែងជាប្រកដីជាមួយនឹងមេដាបិតានឹងគ្រប់គ្រងលើកូនប្រុសស្រីប៉ុន្តែវាមិនមែនទូទៅទាំងអស់ទេអាហ្នឹងចូលមកនៅក្នុងរឿងព្រំហ្នឹងខ្ញុំចង់បញ្ជាក់ពីមេដាបិតាហ្នឹងឯងដែលមានគុណយ៉ាងណានឹងកុំចាំបាច់យើងឆ្ងល់ថាមេត្តាមានគុណជាងបិតាមានគុណជាងមេត្តាឬក៏គុណបណ្ណាអីយ៉ាងណាយើងត្រូវយល់ជ្រាបពីគុណគឺសេចក្តីល្អនឹងល្អច្រើនគុណច្រើនទេមិនអាចដើម្បីកំណត់ថាឲ្យតែបិតាមានគុណលើមេត្តាឬក៏ថាឲ្យតែមេត្តាមានគុណលើបិតាអត់ទេគុណវានៅលើសេចក្តីល្អអញ្ចឹងហើយគឺជាប្រព្រំនឹងកំណត់ចាត់ចែងវាសនាឲ្យកូននឹងគឺច្បាស់លាស់ណាកូនខ្លះគ្រាន់តែបានបដិសន្ធិក្នុងផ្ទៃនៃមេត្តាប៉ុណ្ណឹងបើថាម៉ែនឹងគាត់មិនពេញចិត្តនឹងកូននឹងទេយកមិនកូននឹងលេងបានស្គាល់ពលឺព្រះអាទិត្យបានហើយអាហ្នឹងអ្នកណាជាអ្នកចាត់ចែងវាសនាឲ្យកូនហ្នឹងនឹងបើមិនព្រះនឹងបើមិនព្រំនឹងទេណាទេនឹងអានឹងនិយាយអំពីហេតុបច្ចុប្បន្នណាទេបើនិយាយអំពីរឿងអតីតវានៅលើកូននឹងឯងដែលបានធ្វើបន់មិនល្អមកវានៅលើអវិជ្ជាតណ្ហាបាទានកម្មនឹងចឹងទៅប៉ុន្តែនិយាយពីព្រំក្នុងបច្ចុប្បន្នហ្នឹងវានៅលើមេដាបិតាហ្នឹងហើយនឹងមេដាបិតាក៏មិនបានទុកឲ្យកូននៅរស់បានឃើញពលឺព្រះអាទិត្យឡើយស្រូវបាត់បង់បាត់មិនបាននៅក្នុងគួរបានប្រមាណខែឡើយហ្នឹងហើយជួនកាលកើតមកហើយស្រាប់តែឪហ្នឹងថាអត់ទទួលស្គាល់ទេមិនមែនកូនគាត់ទេកូនឯណាឯណោះទេមកជាតិហ្នឹងមិនដឹងឪនៅណាបាត់ហ្នឹងអញ្ចឹងរឿងហ្នឹងវានៅលើមេត្តាបិតាហ្នឹងឯងក្នុងបច្ចុប្បន្នហ្នឹងអាហ្នឹងចង់និយាយឃើញពីអ្នកលិខិតជីវិតរបស់យើងហ្នឹងអញ្ចឹងណាហើយជួនកាលបានកើតមកដែរប៉ុន្តែម៉ែយកទៅចោលនឹងកំណួរសម្រាមអីអញ្ចឹងទៅដូចជាជីវកៈកោមារផាត់អីជាដើមឬក៏ខោសុកកោមាអីអញ្ចឹងអាហ្នឹងអ្នកណាអ្នកលិខិតជីវិតឲ្យហ្នឹងចឹងបច្ចុប្បន្នហ្នឹងយើងឃើញហើយវានៅលើមេដាបិតាហើយកូនប្រុសស្រីខ្លះកើតមកម៉ែអីមិនបានយកចិត្តទុកដាក់ក៏ចេះតែគិតថាតាមយថាកម្មរបស់វាទៅបណ្ដែតបណ្ដោយទៅក៏ទៅជាកូននឹងឯងមិនបាននៅចំណេះដឹងនឹងព្រោះមេដាបិតាមិនបានប្រឹងប្រែងកូននឹងក៏ចេះតែបណ្ដែតបណ្ដោយតាមក្មេងពេលលាបោឡែគ្នាឯងនឹងចឹងទៅរហូតទៅជាជួនពេលរហូតទៅជាប្រព្រឹត្តទុច្ចរិតបង្កភាពវឹកវរក្តៅក្រហាយក្នុងសង្គមជាដើមចឹងទៅនឹងវានៅលើម៉ែឪនឹងទៀតបានថាមេដាបិតាជួយចាត់ចែងរៀបចំវាសនាអនាគតឲ្យកូនប្រុសស្រីទៀតព្រោះបំណាច់នឹងគ្នាមានឧបនិស្ស័យមានបុណ្យបានកើតមកជាមនុស្សហើយនឹងមិនមែនកើតមកជាមនុស្សនឹងមិនបានធ្វើសេចក្តីល្អពីមុនមកទេណាទេយើងត្រូវសរសើរគ្រប់មនុស្សទាំងអស់ទោះជាមនុស្សនឹងឯងតាំងនៅក្នុងភាវៈយ៉ាងណាក៏ដោយគឺយើងត្រូវនឹកឃើញថាគ្រាន់បើមែនទេណាបានមកជាមនុស្សព្រោះជាអ្នកធ្វើបុណ្យទុកមកងាយបានកើតជាមនុស្សទេតាមពុទ្ធតម្រាស់ដែលព្រះអង្គសម្ដែងអញ្ចឹងបានយើងត្រូវតែមានការយកចិត្តទុកដាក់បណ្ដោះបណ្ដាលនៅពូជដែល
ban bằng cấp nơi trong sườn đan là bao mà nô nâng rồi chuyện này ban bằng pin thì đây là chỉ pui chỉ đam tuân mà ban cả mai chuyện mà nô chân chân không có chân không kia ở bạn này say nay thì cái đây là để tôn pro say nó bàn phơi màu nó ao về phao lan còn ao về khrup tình đắp còn ao về lúc từ đói ông pơ cọ để ca sát cúp nâng ba phần mét xây nô chẳng phân tả lấy dân cái cha rồi na luôn dân chết cô nè nâng để dân bàn nói chuyện lúc lọ tình nâng ta mày dân nó miền chào dân thế để chào dân mình bàn rồi mà thông tình nâng thế hay để cao màu nâng miệt nào bị đa tu qua dân nhìn xem dân tốc ở bàn nơi rồi màu nâng nè hay để chặt chay ở dân châu sờ la riêng ở dân bàn che đăng hay prang prang đôi sầm đai thì thang đào màu chia cha phong thiệt tê và đào phong màu nâng trắng ta là na chỉ prum lời dân đời mê ta đời cạ rô na đời mụ tì ta đời tê kha tuyến nâng một chẳng buồn nâng sắp tới là o ná mê ta cứ ca rạp an cạ rô na cứ thật với chỉ tì bưng ở dân chỉ côn đời dân miền sự đây tục trạc sĩ dạ tì bưng nâng mụ tì ta chất tuần tô ao ạp hay dân chỉ nếch tôi dân bật khóc cầm xuống ấy nâng dân ná ao ạp hay hay nâng tù miền priên bà đáy tơ UPK nó để prai thà chia cả đa rồi bằng ơi ấy nó có trời hay bằng tay dân trời sập xa bằng to tới tiết mình nên bằng ơi hay tới đôi mình vô chật tục đã thế UPK nó men cun là cày lấy nhá bằng tại dân trai mình ban đất đo thế nó về tới chia mình xây khơi thạc cun nó một UPK phải mà về here nó còn mà này nằng tam kết UPK đấy OPA hay năng ít khạ prai tha chỉ ca trôi tới sầm lăng là tiền cứ miệt đà vậy đa đang miền bản nhà sập ra chạy đăng khăn ông sẽ bắt thầm mày chiết vừa tới nơi khăn ông hẹp pha cho bạc lo mà lo hơi cả ban khơi thà côn pro sray năng mình lên rồi nơi tay chỉ môi mày để trời miền mê ta cả na mù đi ta năng phần năng ấy côn pro sray trời rồi nơi chỉ môi năng chợ bắp rừng cung cái đấy chợ bắp rồi bắt thầm mày chiết cái đấy tam sự cái đấy bật chẳng mày nâng anh trời tay cục krong là sao con pro sray nâng anh sao vay ngược chùm này đăng hơi ban nơi tì pưng chui luôn anh cứ bằng hạt bằng riêng ở con nâng anh miên luôn anh chỉ tì pưng che ruột đời luôn anh nâng lại con rồi bảo về kha prem ở vì hia này tiền mày ban đăng cho ba năm mền con pro sray nâng nơi chỉ mui luôn anh rồi hốt đấy chẳng trời tại ở con nâng miên ca chơi đăng miên về chia sẻ là sao lời lộc lời thua ấy nâng dạng na chẳng cứ ao côn pro sray nâng anh vài người đột này tì pưng để bay chui luôn anh rồi bật tới tam hẹp phao tam chợ bắp rồi bao sừng cúm tam chợ bắp rồi bao thò mày chết chợ bắp cầm phao anh nói mày nó miền UPK prai mà tha sầm lăng tiền UPK nó sầm lăng tới khăn ông riêng tết này chỉ vật rồi bao côn sầm lăng khăn ông sang tha rồi thua từng lai đây về bật tới tam hẹp nó có chặt chay cột crom ở côn nâng anh rồi bật tới xăm rum từ tam hẹp phao này chỉ vật nữa nâng UPK chẳng đó mày nâng cái trời miền mê ta cả na một thì ta nâng chia chùm này muối miền UPK chia chùm này muối bởi miền tại UPK có mình ban thôi cột nâng cầm sát prasija thì bưng nâng phần tay bởi miền tại mê ta cả na một thì ta phần nâng cột nâng mình đâm chia trời rồi để luôn ai nhà mày chứ ăn mày trong sông chẳng được cho nên mày đang trời miền chẳng chùm này mê ta cả na một thì ta đầm bay cục krong là côn pro sray ở côn pro sray nâng bàn ruột ở côn pro sray nâng cọ cả đấy hay cả trời miền UPK đầm bay cục krong ở côn nâng ánh vài rốt thì bưng chui luôn anh pro côn nâng mình lên ruột nơi tại chỉ mui luôn anh chỉ mày là hột thế trời ruột nơi chỉ mui nâng chợ bắp sập rụp từng chẳng trời từ bậc rất cái càng nghe bàn trầm trời tới tam chợ bắp nâng rừng phải prum nâng prum một buôn lọ chẳng buôn nó tên mình lọ chạy bay khôi mùi nó thế nó trời từ lọ chẳng buôn chẳng còn pro sray nâng cứ trời té tụm lụm rong phơi sự cà rạ bồi chia ao đo vào prum cứ miệt đà bị đa nâng nập xe nó còn mẹ ở bọcชีวิตมนุษย์គ្រប់គ្នាដែលបានកើតមកនៅក្នុងលោកហើយមានប្រកដីនៅដោយសេចក្តីសុខទៅបាននោះគឺមកអំពីស្គាល់និងគោរពនៅតួនាទីរបស់ខ្លួនឯងដើម្បីកូនមានឪពុកស្គាល់តួនាទីស្គាល់នៅសិទ្ធិរបស់ខ្លួនសិទ្ធិរបស់អ្នកដទៃនិងដើម្បីរៀបចំទុកដាក់ឲ្យបានល្អក្នុងការសែបគប់ឬសហគមន៍រួមការងារក្នុងកិច្ចការផ្សេងៗព្រមទាំងដើម្បីឲ្យបានប្រសើរក្នុងការតាក់ទង
ជាមួយនឹងអ្នកដទៃនៅក្នុងសង្គមកូនត្រូវសិក្សារៀនសូត្រឲ្យមានចំណេះដឹង7មុខគឺ 1. កូនត្រូវរៀនឲ្យដឹងថាកិច្ចការអ្វីខ្លះដែលជាមុខនាទីរបស់មនុស្ស 2. កូនត្រូវឲ្យដឹងហេតុនិងផលក្នុងការងារដែលត្រូវធ្វើ 3. កូនត្រូវរៀនអំពីខ្លួនឯងត្រូវស្គាល់ខ្លួនឯងឲ្យបានប្រាកដ 4. កូនត្រូវរៀនឲ្យដឹងប្រមាណគឺចេះស្ទង់ស្ទែបក្នុងដំណើរការ 5. កូនត្រូវរៀនអំពីពេលវេលាត្រូវចេះកំណត់ដឹងកាល 6. កូនត្រូវរៀនឲ្យដឹងអំពីព្រឹត្តិការណ៍និងអធ្យាស្រ័យនៃបុគ្គល 7. កូនត្រូវរៀនឲ្យស្គាល់អំពីសង្គមមនុស្សទំនៀមទម្លាប់ប្រពៃណីជាដើមចំណេះដឹងទាំងអស់នេះមិនត្រឹមតែធ្វើឲ្យកូនស្គាល់នៅតួនាទីរបស់ខ្លួនបានច្បាស់លាស់ប៉ុណ្ណឹងនោះទេគឺនៅធ្វើឲ្យកូនបានទៅជាមនុស្សដ៏សំខាន់ក្នុងការជួយខ្លួនឯងនិងជួយដល់អ្នកដទៃទៀតផងប៉ុន្តែឪសូមឲ្យកូនមាននៅស្មារតីប្រយ័ត្នជានិច្ចចំពោះសេចក្តីប្រមាទគឺការធ្វេសប្រហែសព្រោះសេចក្តីប្រមាទនេះឯងវាអាចធ្វើឲ្យអ្នកដែលចេះស្ទាត់នៅក្នុងការងារហើយនោះត្រឡប់ទៅជាទទួលបរាជ័យដូចជាបុគ្គលល្ងងខ្លៅឬដូចជារថយន្តដែលក្រឡាប់ទម្លាក់ជ្រោះអញ្ចឹងឯងកូនមានឪពុកតួនាទីរបស់មនុស្សជាកិច្ចការចាំបាច់បំផុតដែលត្រូវសិក្សានិងបប្រតិបត្តិដល់គ្នាទៅវិញទៅមកក្នុងខណៈនេះកូនមានតួនាទីច្រើនយ៉ាងដែលត្រូវធ្វើចំពោះអ្នកដទៃកូនត្រូវបំពេញតួនាទីជាកូនល្អចំពោះមាតាបិតាកាលកូនជាបងគេកូនត្រូវបំពេញតួនាទីជាបងល្អចំពោះប្អូនកាលកូនជាប្អូនគេកូនត្រូវបំពេញតួនាទីជាប្អូនល្អចំពោះបងកាលកូនជាមិត្តរបស់គេកូនត្រូវបំពេញតួនាទីជាមិត្តល្អចំពោះមិត្តសំឡាញ់កាលកូនជាអ្នករៀនសូត្រកូនត្រូវបំពេញតួនាទីជាសិស្សល្អរបស់លោកគ្រូអ្នកគ្រូគ្រប់យ៉ាងត្រូវឲ្យល្អជាទីបំផុតនិងឲ្យអស់សមត្ថភាពការបប្រតិបត្តិនៅតួនាទីជាមនុស្សគឺជាការបប្រតិបត្តិនៅធម៌ដ៏សមគួរតាមធម៌កូនមានឪពុកកូនមានតួនាទីរបស់កូនដែលត្រូវបប្រតិបត្តិចំពោះមាតាបិតាដូចខាងក្រោមនេះ 1. តាំងចិត្តសិក្សារៀនសូត្រដើម្បីឲ្យបានជាកូនចេះដឹង 2. ជួយធ្វើកិច្ចការមាតាបិតាឲ្យបានល្អជាទីបំផុត 3. តម្កល់តម្កើងនៅវង្សត្រកូលឲ្យបានល្អតទៅ 4. ប្រព្រឹត្តខ្លួនឲ្យល្អឲ្យសមគួរជាអ្នកទទួលនៅមរតក 5. មាតាបិតាចិញ្ចឹមកូនឲ្យរស់មកកូនត្រូវចិញ្ចឹមមាតាបិតាវិញ 6. នាំមាតាបិតាទៅវត្តឬកន្លែងផ្សេងតាមសមគួរ 7. នៅពេលមាតាបិតាមានជំងឺត្រូវនៅថែរក្សាឲ្យបានដិតដល់ 8. ត្រូវរក្សាទឹកចិត្តរបស់មាតាបិតាមិនឲ្យមាតាបិតាមានទុក្ខកង្វល់ឬខូចចិត្តដោយសាររឿងមិនល្អរបស់ខ្លួនជាកូនឡើយត្រូវចាំទុកថាសេចក្តីសុខរបស់មាតាបិតានៅត្រង់កតញ្ញូតាធម៌របស់កូនទាំងឡាយ 9. ត្រូវថែរក្សានៅទ្រព្យសម្បត្តិផងអវយវៈខ្លួនប្រាណទាំងមូលផងជីវិតផងនិងអវាទដំបូលមានផ្សេងផងដែលមេត្តាបិតាបានប្រគល់ឲ្យមកកូន 10. ធ្វើបុណ្យឧទ្ទិសជូនដល់មេត្តាបិតាកាលដែលគាត់ធ្វើការកិរិយាទៅកាន់បរលោកហើយកូនមេឪពុកកាលកូនជាអ្នករៀនសូត្រគឺជាសិស្សកូនមានតួនាទីតាក់ទងនឹងការសិក្សាដូចខាងក្រោមនេះគឺ 1. ត្រូវសម្ដែងការគោរពចំពោះលោកគ្រូអ្នកគ្រូដោយកោតក្រែង 2. បើមានឱកាសត្រូវប្រញាប់ចូលទៅទទួលបម្រើលោកគ្រូអ្នកគ្រូនៅក្នុងកិច្ចការដ៏សមគួរ 3. ត្រូវស្ដាប់គ្រូនិងបប្រតិបត្តិតាមការណែនាំរបស់លោកគ្រូអ្នកគ្រូ 4. តាំងចិត្តរៀនគ្រប់ចំណេះវិជ្ជាដែលគ្រូនាំមកបង្រៀន 5. ត្រូវបប្រតិបត្តិឲ្យមានរបៀបវិន័យតាមបទបញ្ជារបស់សាលា
6ត្រូវជួយធ្វើការងាររបស់សាលាតាមការឆ្លាតឆ្លៀសរបស់ខ្លួន7ត្រូវជួយរក្សាទ្រព្យសម្បត្តិរបស់សាលារៀនឲ្យគង់វង្ស8ត្រូវមានសេចក្តីស្រឡាញ់រាប់អានចំពោះសិស្សសាលាផងគ្នា9មានឆន្ទៈពេញចិត្តក្នុងការសិក្សាព្រោះការសិក្សាជាការស្វែងរកចំណេះដឹងមកដាក់ខ្លួនត្រូវព្យាយាមឲ្យបានសម្រេចមិនខ្ជិលមិនគិតតែពីលេងសប្បាយត្រូវយកចិត្តទុកដាក់ចំពោះកិច្ចការនិងត្រូវចេះពិចារណាក្នុងហេតុផលផ្សេងចេះសាកសួរដើម្បីឲ្យការចេះដឹងបានត្រឹមត្រូវ10ត្រូវចេះប្រយ័ត្នចំពោះចំណង់ដែលចង់ក្នុងផ្លូវខុសផ្សេងត្រូវរៀនឲ្យចេះមានសេចក្តីអត់ធន់ដើម្បីបានជាដៃគូក្នុងការងារសិក្សាកូនត្រូវដឹងថាសេចក្តីអត់ធន់គឺជាវិជ្ជាដ៏សំខាន់និងជាឫសគល់នៃចំណេះដឹងទាំងឡាយនិងត្រូវចាំទុកថាបុគ្គលល្ងង់ខ្លៅមានខ្លួនឯងជាសត្រូវកូនមាសឪពុកនេតិដែលកូនត្រូវបដិបត្តិចំពោះអ្នកដទៃជាទូទៅដោយការឲ្យនៅទឹកចិត្តល្អស្មោះរបស់កូនគឺ1កូនត្រូវសម្លឹងមើលមនុស្សគ្រប់គ្នាដែលបានជួបដោយក្រសែភ្នែកជាមិត្ត2កូនត្រូវចេះញញឹមមានទឹកមុខស្រស់ស្រាយជាមួយមនុស្សទាំងឡាយ3កូនត្រូវចេះសម្លឹងមើលផ្នែកល្អរបស់មនុស្សកូនត្រូវយល់ថាអ្នកដែលបានកើតមកជាមនុស្សសុទ្ធតែជាអ្នកធ្លាប់បានធ្វើល្អ4កូនត្រូវចេះគួរសមដោយរបៀបគ្រប់យ៉ាងដូចជាញញឹមរកសំពះអោនក្បាលបន្ទន់ខ្លួនជាដើមតាមឋានៈរបស់ខ្លួន5កូនត្រូវចេះស្ដាប់អ្នកដទៃនិយាយកុំនិយាយកាត់ដោយឥតរបៀប6កូនត្រូវចេះប្រើពាក្យជាប្រចាំគឺពាក្យសូមអរគុណនិងពាក្យសូមអត់ទោស7កូនត្រូវនិយាយដោយពាក្យសុភាពពីរោះទាំងចំពោះមុខទាំងកំបាំងមុខ8កូនត្រូវចេះឲ្យកម្លាំងចិត្តដោយពាក្យសរសើរជាដើមដល់មនុស្សល្អ9កូនត្រូវចេះនិយាយសរសើរក្នុងផ្នែកល្អរបស់មនុស្សដែលជាទីស្រឡាញ់របស់អ្នកដែលកូនកំពុងតែនិយាយជាមួយ10កូនត្រូវចេះបដិសេធនៅអ្វីដែលកូនមិនយល់ស្របដោយមិនឲ្យគេខូចចិត្ត11កូនត្រូវរួមសន្ទនាក្នុងអ្វីដែលអ្នកសន្ទនាអាចឲ្យការចេះដឹងមកកូនបាន12កូនត្រូវយករឿងល្អឬរឿងអ្នកដែលបានធ្វើល្អមកនិយាយនៅក្នុងពេលសន្ទនា13កូនត្រូវអាស្រ័យបញ្ញាពិចារណាចំពោះអ្នកដទៃដែលនៅជុំវិញខ្លួនរបស់កូនដោយកូនមិនត្រូវអាងអំណាចអ្វីមួយហើយចាំតែចាប់កំហុសគេឡើយ14កូនគួរតែរកពេលវាចាកការនិយាយមិនល្អឬវាចាកការខឹងក្រោធយ៉ាងតិចឲ្យបានមួយថ្ងៃក្នុងមួយសប្តាហ៍ដូចជាថាថ្ងៃច័ន្ទឬក៏ថ្ងៃសុក្រជាដើម15កូនត្រូវសាងឧបនិស្ស័យជួយអ្នកដទៃក្នុងការងារអ្វីដែលកូនអាចធ្វើបានដោយមិនសម្លឹងផលតបស្នងពីគេវិញត្រូវសន្សំសន្តានករណាឲ្យកាន់តែបានមមតំមុននឹងលាចាកលោកនេះទៅទឹកចិត្តល្អបីដូចជាព្រះព្រំដែលស្ថិតនៅក្នុងខ្លួនមនុស្សកូនឪពុកត្រូវរក្សាខ្លួនដោយប្រយ័ត្នប្រយែងជាទីបំផុតព្រោះមិនមានអ្វីដែលត្រូវរក្សាឲ្យក្រៃលែងជាងការរក្សាខ្លួននេះឡើយមានតែមនុស្សដែលចេះប្រយ័ត្នប៉ុណ្ណោះឯងដែលអាចរក្សាខ្លួនទុកឲ្យប្រពៃបានភ្លេចអ្វីភ្លេចបានតែបើភ្លេចប្រាណឈានធ្លាក់រណ្ដៅបើបានជាផ្លត់មិនតាន់ធ្លាក់ជ្រៅប្រឹងឡើងណាពៅកុំនៅនាំជ្រុលខូចអ្វីមិនគ្រោះតែបើខូចឈ្មោះមិនងាយជួសជុលកូនត្រូវប្រយ័ត្នកុំងប់ងងុលកាមជាគ្រឿងពុលខូចអស់ទាំងខ្លួនខូចខ្លួនខូចឈ្មោះខូចនេះពេញគ្រោះរស់លែងសុខសួនតែទោះយ៉ាងណាកុំឲ្យខូចផ្ទួនត្រូវប្រឹងកែខ្លួនកុំចោលអាត្មា
ចោលអ្វីចោលបានតែកុំចោលប្រាណក្នុងវដ្តសង្សារព្រោះក្នុងលោកនេះឥតមាននរណាជួយស្រង់អាត្មាក្រៅពីខ្លួនឡើយកូនត្រូវរក្សាការពារអាត្មាឲ្យបានដល់ត្រើយដោយការប្រយ័ត្ននិងមិនកន្តើយប្រយ័ត្ននឹងហើយជាព្រះក្នុងខ្លួនប្រយ័ត្នជាម្ដាយញ៉ាំងគុណទាំងឡាយឲ្យកើតមកមួនអត់ធន់ជាឪរក្សាគ្រងស្ងួនគុណធម៌ក្នុងខ្លួនដោយខែខាងខ្នើតខន្តីដោយឆ្នាំលេបជាប្រចាំរសជាតិល្វីងឆើតលំបាកត្រំណាស់លុះដល់ផលកើតរសជាតិល្វីងឆើតមានគុណកប់ហោង